បង2ទៅ3នាទីសិនបានហើយបងបាទអត់អីទេ បាទប្រាប់គាត់ច្រើនអញ្ចឹងអធិស្ឋានបន្តិចណាតើបងជាម្ចាស់លេខហ្នឹងបងបានជាប់មកអត្តសញ្ញាណបានសម្បកខ្លួនបានត្រឹមត្រូវហើយនៅបាទមានបញ្ញាបានមានអីត្រឹមត្រូវហើយ បាទប្រាប់គាត់ច្រើនអរគុណច្រើនទៅកាន់បងប្រុសមែនតើខាងលោកគ្រូសូមអធិស្ឋានទៅកាន់បងបន្តិចណាបាទលោកគ្រូធ្វើការខលចេញពីខាងក្រុមហ៊ុនស្មាតទៅលោកគ្រូមានជួលថាលោកគ្រូច័ន្ទបូរ៉ាដែលមាន ID សម្បកខ្លួន1202ជាប្រធានផ្នែកទទួលបន្ទុកផ្សព្វផ្សាយទៅលើព័ត៌មានទូទៅលោកគ្រូធ្វើការខលចេញពីខាងក្រុមហ៊ុនស្មាតទៅខាងរាជធានីភ្នំពេញទៅលោកគ្រូធ្វើការតំណែងទៅកាន់បងនេះចង់ជម្រាបជូនទៅលើព័ត៌មាន12.1កំពុងតែតាក់ទងជាមួយនឹងពីការទៅបងប្រុសមួយប្រព័ន្ធហ្នឹងកំពុងតែទទួលបានទៅលើទឹកប្រាក់សំណាងប្រយោជន៍ពីកម្មវិធីបុណ្យគុំរខួបអនុស្សាវរីយ៍19ឆ្នាំរបស់ក្រុមហ៊ុនស្មាតណាបងបាទអញ្ចឹងមុននឹងខាងលោកគ្រូជំរាបលម្អិតណាលោកគ្រូសូមរាប់ខានបន្តិចទៀតហើយទៅលើសប្តាហ៍ហ្នឹងបងប្រុសជាអ្នករស់នៅតាមបណ្ដាខេត្តមួយណាដែរខ្ញុំនៅខេត្តកណ្ដាលអ្នកខាងខេត្តកណ្ដាលអរគុណច្រើនបងប្រុសនៅខាងខេត្តកណ្ដាលសប្តាហ៍ប្រកបទៅលើមុខរបរឬបំពេញទៅលើការងារអ្វីដែរបងខ្ញុំខាងមន្ត្រីរាជការខាងប៉ូលីសសូមម្ដងទៀតណាខ្ញុំខាងមន្ត្រីរាជការខាងប៉ូលីសខាងមន្ត្រីយើងសប្តាហ៍បម្រើទៅខាងមន្ត្រីរាជការយើងជួននាទីជាប៉ូលីសណាបាទទៅច្រើនឥឡូវហ្នឹងយើងកំពុងតែនៅកន្លែងបំពេញការងារទៅដល់គេអាឋានដែរបាទនៅពេញការងារនៅអង្គភាពកំពុងតែនៅកន្លែងអង្គភាពណាបាទអាចចូលរួមធ្វើការផ្ដល់ជាបទសម្ភាសន៍ជាមួយនឹងខាងលោកគ្រូបន្តិចបានអត់បានអត់អីទេអូខេអរគុណច្រើនទៅខាងបងប្រុសមែនតើអញ្ចឹងគណៈពេលនឹងតតែម្ដងកុំឲ្យខាងបងប្រុសមានភាពស្អីឆ្ងល់ខាងលោកគ្រូក៏សូមធ្វើការផ្ដល់ទៅលើព័ត៌មានលម្អិតជូនដល់ខាងបងប្រុសឲ្យទៅដូចជ្រាបទៅលើដំណឹងមួយនេះតែម្ដងណាបងណាបាទនៅវេលាព្រឹកមិញហ្នឹងខាងក្រុមហ៊ុនស្មាតរបស់ខាងខ្ញុំបានក៏បានធ្វើការក្រុមបង្កើតទៅលើកម្មវិធីបុណ្យគម្រប់ខួប19ឆ្នាំរបស់ក្រុមហ៊ុនស្មាតកម្មវិធីមួយនេះដែលមានកិច្ចសហការចូលរួមឧបត្ថម្ភពីថ្នាក់ដឹកនាំរបស់យើងធំទាំង3រូបនៅប្រទេសកម្ពុជារបស់យើងតបផងដែរឥឡូវវត្តមានអ្នកទី1គឺលោកអាដាមបណ្ឌិតអិនចាំទីដែលក៏ជាប្រធានធនាគារ ACDA សប្តាហ៍លោកអាដាមក៏ប្រទៅលើសាខា25ខែក្រោយនៅរាជធានីភ្នំពេញទី2គឺអ្នកអង្គការកិត្តមេងទៅលើវត្តមានអ្នកទី3សម្ដេចតឹងសង្ហាបណ្ឌិតដែលត្រូវទៅជាម៉ែនសំអត់តែក៏ជាអតីតជាផ្នែកដែលក៏ជាអតីតអនុប្រធានកាកបាទក្រហមនៅប្រទេសកម្ពុជារបស់យើងផងដែរណាបាទអញ្ចឹងទៅលើថ្នាក់ដឹកនាំរបស់យើងទាំង3រូបចូលរួមទៅលើកម្មវិធីមួយនេះជាគណៈកម្មការពួកគាត់ក៏បានចូលរួមអន្តរស្នាសុំទៅកាន់ប្រមុខរាជរដ្ឋាភិបាលសម្ដេចបវរធម្មដីនាយករដ្ឋមន្ត្រីហ៊ុនវ៉ាណែតដើម្បីជ្រើសរើសយកលេខទូរស័ព្ទដៃពីខាងក្រុមហ៊ុនស្មាតចំនួន15000ពងខ្សែយកទៅដាក់ក្នុងធុងប្រព័ន្ធ Skyline ធ្វើការកន្លុកជាត្រប់ពេញបងសម្រាប់តំណែងជ្រើសរើសយកលេខទូរស័ព្ទដៃពីជាបរិបទដែលមានសំណាងប្រជូតតែចំនួន10រូបទេណាបងណាបាទអញ្ចឹងក្នុងចំណោមលេខទូរស័ព្ទដៃទាំង10រូបបើធ្លាក់ទៅលើវិជាបរិបទឬក៏មន្ត្រីរាជការមួយណាម្នាក់នោះនឹងទទួលបានទៅលើទឹកប្រាក់សំណាងប្រជូតពីកម្មវិធីបុណ្យគម្រប់ខួប19ឆ្នាំរបស់ក្រុមហ៊ុនស្មាតនៅវេលាព្រឹកមិញដែលមានការចាក់ផ្សាយ live តទៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ CX នៅម៉ោង7:30នាទីតែបងប្រុសមានបានទស្សនាមើលទៅលើកញ្ចក់ទូរទស្សន៍អត់បងអត់បានមើលផងខ្ញុំវល់ពេញការងារខាងសង្កេតការខាងចាប់ជនល្មើសចាប់អីហ្នឹងខ្ញុំអត់បានចូលអត់សូវបានតាមដានមើលព័ត៌មានតាមទូរទស្សន៍ផងកំពុងអាសើបការខាងជនល្មើសណាបាទអញ្ចឹងនៅវេលាព្រឹកមិញមកបានទស្សនាមើលទេដោយសារតែបងរវល់បំពេញទៅលើភារកិច្ចជាទាវសទីទៅលើការងារណាបាទពេលពិតច្រើនទៅកាន់បងប្រុសមែនតើអញ្ចឹងនៅវេលាព្រឹកមិញម៉ោង7:00ដល់ម៉ោង7:30នាទីវត្តមានសម្ដេចតឹងសង្ហបណ្ឌិតអ្នកស្រីជំទាវម៉ែនសមនក៏បានធ្វើការផ្ដល់ជាកិត្តិយសឡើងទៅលើវេទិកាធ្វើការក៏រាប់ជាក្របពេញប៉ុងមួយដងមួយក្របសហការីរបស់ខាងស្មាតរបស់ខាងចំបានក៏បានយកមកចាប់សំគុំធ្លាក់ទៅលើលេខទូរស័ព្ទដៃមួយខ្សែដែលមានលេខ016បាទ92 49 9កូដលេខទូរស័ព្ទដៃមួយខ្សែនេះជាលេខរបស់ខាងបងប្រុសទទួលប្រើប្រាស់សប្តាហ៍ឬក៏ជាលេខរបស់អ្នកណាគេដែរបងលេខខ្ញុំផ្ទាល់អញ្ចឹងត្រូវលេខខ្ញុំអញ្ចឹងហ៎បានទៅលើលេខទូរស័ព្ទដៃរបស់បងប្រុសមួយខ្សែនេះកំពុងតែទទួលបានទៅលើទឹកប្រាក់ដល់ជូនណាពីខាងក្រុមហ៊ុន Smart ក្នុងឱកាសបុណ្យគម្រប់ខួប19ឆ្នាំរបស់ក្រុមហ៊ុន Smart ដែលបងប្រុសជាអតិថិជនដែលមានលេខរៀងទី9នៅក្នុងចំណោមលេខទូរស័ព្ទដៃទាំង10រូបទទួលបានទៅលើទឹកប្រាក់ដល់ជូនពីខាងក្រុមហ៊ុន Smart ចំនួន40លានរៀលបើគិតជាតាមបន្តសាច់ប្រាក់ដុល្លារស្មើនឹង$10000ក៏សូមចូលរួមបបអរសាទរទៅកាន់បងប្រុសផងដែរណាបងណាអបអរសាទរខ្ញុំទៅបើកណាទៅ